ចាសសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube ចន្ទរ័ត្ន TV ថ្ងៃនេះខ្ញុំសូមមកបង្ហាញបងប្អូនពីរបៀបថតវីដេអូលើអេក្រង់ទូរស័ព្ទដៃម៉ាក Oppo ប៉ុន្តែ Oppo ដែលខ្ញុំកាន់នេះគឺ Oppo A7X អញ្ចឹងបងប្អូនគាត់កាន់ទូរស័ព្ទដៃភាគច្រើនគឺគាត់ដឹងពីមុខងារថតវីដេអូលើអេក្រង់ហើយប៉ុន្តែបងប្អូនមួយចំនួនគាត់អត់ទាន់បានស្គាល់ពីមុខងារលើអេក្រង់ AVX នឹងទេអញ្ចឹងថ្ងៃនេះខ្ញុំសូមមកណែនាំពីកម្មវិធីថត screenshot លើអេក្រង់ Oppo AVX តែកម្មវិធីនេះគឺចំណេញទៅដល់បងប្អូនដែលគាត់ចង់ធ្វើវីដេអូឬក៏ចង់ថតកម្មវិធីណាទុកមួយគឺល្អមែនតើអូខេអញ្ចឹងជំហានដំបូងគឺបងប្អូនអាចចូលទៅកាន់ setting អូខេអញ្ចឹងបងប្អូនជ្រើសរើសកម្មវិធី additional setting ដើម្បីកំណត់បង្ហាញអំពីទី1 sound ដែលគេផ្ដោតទៅសំខាន់ទី2គឺ record system sound អញ្ចឹងបង្ហាញអំពីសំឡេងដែលថតចេញពីទូរស័ព្ទយើងផ្ទាល់ហើយដែលមុខងារវាគឺខ្ញុំបានបិទហើយគឺខ្ញុំអត់ចង់ឲ្យលើសំឡេងហ្នឹងទេហើយទី2record microphone sound អញ្ចឹងពាក់ព័ន្ធនឹងកន្លែងនេះគឺខ្ញុំបានបើកមុខងារវាគឺដើម្បីខ្ញុំអាចនិយាយលើ mic បានអូខេបងប្អូនអាចចូលកំណត់ខ្លួនឯងបានអូខេចាអញ្ចឹងពាក់ព័ន្ធនឹងកម្មវិធីនេះដែរគឺខ្ញុំបានកំណត់ចូលកំណត់រួចហើយបងប្អូនក៏ចង់ដឹងទៀតថាតើកម្មវិធីហ្នឹងនៅតាណាហេតុអីបានជាភាគច្រើនទូរស័ព្ទiPhone គេអស់តែពីខាងទៅគឺវាលោតចេញឲ្យហើយប៉ុន្តែទូរស័ព្ទ Oppo នេះបងប្អូនអស់ធំមិនក៏ចេញដែរត្រូវអត់អញ្ចឹងខ្ញុំសូមបង្ហាញណែនាំអំពីការថតវីដេអូលើអេក្រង់ទូរស័ព្ទដៃអញ្ចឹងមុននឹងឈានចូលកម្មវិធីថតលើអេក្រង់លើទូរស័ព្ទដៃខ្ញុំសូមបង្ហាញមួយទៀតហើយបងប្អូនអាចបងប្អូនអាចយកទៅប្រើការបានណាលក្ខណៈថាយើងចង់ថតភ្លាមៗឬក៏ចង់ថតឲ្យយូរគឺចូលកន្លែង screenshot នេះគឺវាមានសញ្ញាព្រួញចុះក្រោមអញ្ចឹងបងប្អូនខាងលើនេះយើងអាច screenshot បានអញ្ចឹងគាត់ថាយើងអស់ម្រាមដៃ3ពីលើទូរស័ព្ទទៅគឺយើងអាច screenshot បានណាប៉ុន្តែបងប្អូនឃើញពាក្យ scrolling screenshot អត់អញ្ចឹងបងប្អូនអាចចុចលើនឹងមកហើយទៅមកគឺវាលោតឲ្យឯងប៉ុន្តែខ្ញុំអត់ចង់បានកន្លែងហ្នឹងទេខ្ញុំចង់ឧទាហរណ៍ឲ្យបងប្អូនចូលកន្លែងFacebook ដើម្បីឲ្យបងប្អូនមើលថាកន្លែងហ្នឹងយើងអាច screenshot មិននេះចូលមកកាន់ Facebook របស់ខ្ញុំមកហើយបងប្អូនអុសពីកន្លែងជូននឹងមកបងប្អូនចុចកន្លែង screenshot ដែរចុចសញ្ញាព្រួយចូលមកក្រោមចុចសញ្ញាព្រួយមកចុះមកក្រោមហើយយើងចុចកន្លែងទី2មក scrolling screenshot ហ្នឹងគឺវាលោតឲ្យហើយចាំមើលបងប្អូនចាំមើលអូខេគឺវាលោតឲ្យយើងវាថាបងឲ្យបងប្អូនអូខេបងប្អូននេះគឺកន្លែងគឺមានសំខាន់ដែរអញ្ចឹងខ្ញុំសូមចុចពាក្យបានអញ្ចឹងបានគឺបានថាវាកំពុងប្រសេសហ្នឹងគឺរូបថតហ្នឹងគឺវាលោតទៅកន្លែងនេះហើយទៅកន្លែងរូបភាពរបស់យើងហើយអញ្ចឹងយើងចូលទៅមើលកន្លែងទិន្នន័យរបស់យើងមកកន្លែងរូបភាពរបស់យើងហ្នឹងវាលោតឲ្យអូតូហើយអូខេអញ្ចឹងបងប្អូនកន្លែងបានរួចអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀប screenshot វីដេអូលើអេក្រង់វិញម្ដងចឹងបងប្អូនចូលកន្លែងជូនដំណឹងដែរប៉ុន្តែបងប្អូនមើលប្រទាំងដែលវាលោតកន្លែងជូនដំណឹងហ្នឹងគឺវាមានអត់មានពាក្យថា recording ទេត្រូវអត់អញ្ចឹងដោយសារតែខ្ញុំបានបង្ហាញមុខងារនឹងរួចហើយខ្ញុំបានអស់មកខាងនេះអញ្ចឹងបងប្អូនសាកអស់មើលទូរស័ព្ទខ្លួនឯងមើលថាមានអត់អញ្ចឹងដោយសារតែខ្ញុំអស់ហើយគឺនេះបងប្អូននេះញ៉ាំពណ៌ខៀវនេះ screen recording អញ្ចឹងគឺខ្ញុំបានទាញវាមកហើយបងប្អូនចង់ដឹងថាខ្ញុំទាញវាហ្នឹងមកពីកន្លែងណាអត់អូខេអញ្ចឹងខ្ញុំសូមបង្ហាញគឺបងប្អូនកន្លែងទៅមើលខាងស្ដាំតែឈេងខាងលើអញ្ចឹងវាមានត្រេ3ក្បែររូបសញ្ញានេះណា
ត្រី3បងប្អូនចុចកន្លែងត្រី3មកកន្លែងហ្នឹងវាមាន media output ហើយនឹង editor អូខេអញ្ចឹងបងប្អូនចុចកន្លែងត្រី3ណាយកពាក្យ edit អញ្ចឹងពាក្យ edit មកគឺវាលោតមកនេះឃើញបងប្អូនអាសញ្ញាដកសញ្ញាកម្មវិធីដកហ្នឹងគឺយើងបានគិតកន្លែងតំណែងមកហើយគឺមានទាំងអស់ប៉ុន្តែបងប្អូនត្រូវមុនអ្នកសញ្ញាកន្លែងបោកអញ្ចឹងបងករណីបងប្អូនចង់បានកម្មវិធីណាមួយដើម្បីទៅលោតកន្លែងជូនដំណឹងឲ្យយើងគឺបងប្អូនគ្រាន់តែចុចឧទាហរណ៍ខ្ញុំចង់បាននេះខាងលើហ្នឹងវាអត់មាន screen cache ត្រូវអត់ទៅបងប្អូនរកមើលទៅមាន screen cache អត់មានទេអញ្ចឹងនេះបងប្អូនអាចរកមើលបានគឺខ្ញុំអស់ហើយណាគឺអត់មាន screen cache អញ្ចឹងបើបងប្អូនចង់បានកម្មវិធី screen cache ទៅកាន់កន្លែងជូនដំណឹងគឺបងប្អូនគាត់ចុចកន្លែងសញ្ញាលេខបូកមកគឺវាលោតឲ្យអូតូនេះបងប្អូនឃើញទេ screen cache កន្លែងនេះកន្លែងសញ្ញាក្រហមកន្លែងនេះកន្លែងដែលខ្ញុំចុចនេះណាអូខេតែប៉ុណ្ណឹងបងប្អូនអាចតម្លើងកម្មវិធី screen recording បានហើយអញ្ចឹងបងប្អូនអាចចូលទៅមើលបងប្អូនគ្នាអូខេនឹងកម្មវិធីហ្នឹងគឺមានតែប៉ុណ្ណឹងអញ្ចឹងបើករណីបងប្អូនមានចម្ងល់ឬក៏បញ្ហាអីសូមកខ្ញុំបានគឺខ្ញុំនឹងឆ្លើយប្រាប់អញ្ចឹងសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំមួយផងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀតអរគុណ